ជំរាបសួរបងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនមួយចំនួនដែលតាមដាន page របស់នាងខ្ញុំបានដឹងហើយថានាងខ្ញុំបានប្រកាសថានាងខ្ញុំមានគម្រោងដើម្បីបង្កើតបណ្ណាល័យសាធារណៈមួយនៅខេត្តកំពង់ចាមមូលហេតុដែលនាងខ្ញុំបង្កើតបណ្ណាល័យសាធារណៈមួយនៅខេត្តកំពង់ចាមនឹងប្រហែលជាបងប្អូនមួយចំនួនដែលមើលវីដេអូខ្ញុំបានដឹងហើយថាដោយសារតែខ្ញុំជាអ្នកស្រុកខេត្តកំពង់ចាមដើមកំណើតពីខេត្តកំពង់ចាមមកតែពិតគម្រោងបើកបណ្ណាល័យហ្នឹងមិនមែនទឹកតែមានថ្មីហ្នឹងទេបងប្អូនទាំងអស់គ្នាតែពិតគម្រោងនាងខ្ញុំមានហ្នឹងបំណងដែលចង់ធ្វើហ្នឹងយូរហើយនាងខ្ញុំធ្លាប់មានក្តីសម័យថាថ្ងៃណាមួយនាងខ្ញុំចង់បង្កើតជាបណ្ណាល័យកន្លែងដាក់សៀវភៅហើយឲ្យបងប្អូនសិស្សនិស្សិតណានាក៏ដោយដែលគាត់ចូលចិត្តអានសៀវភៅអាចមកអានសៀវភៅបានដោយ free ចឹងណាហើយដល់ពេលក្រោយមកទៀតរយៈពេលថ្មីនេះនាងខ្ញុំក៏បានសម្រេចចិត្តថានាងខ្ញុំចង់ឲ្យក្តីសម័យអ្វីដែលនាងខ្ញុំពងជាយូរឆ្នាំមកហើយហ្នឹងវាបង្កើតរូបរាងឡើងដោយសារតែគំនិតបែបហ្នឹងហើយទើបខ្ញុំសម្រេចចិត្តថាខ្ញុំនឹងត្រឡប់ពីរៀននៅបរទេសវិញគឺនៅអាមេរិកដើម្បីមកស្រុកកំណើតរបស់យើងវិញហើយចាប់ផ្ដើមគម្រោងមួយនឹងឡើងធម្មតាទេនៅពេលដែលយើងចាប់ផ្ដើមអីមួយវាមិនមែនជារឿងងាយស្រួលទេបងប្អូនទី1គឺការយកឈ្នះលើខ្លួនឯងអ្វីដែលយើងគិតថាយើងចង់ធ្វើព្រោះតែយើងចាប់ផ្ដើមធ្វើវាមានភាពភ័យខ្លាចខ្លះដែរពីព្រោះអីយើងធ្វើតែម្នាក់ឯងយើងអត់មានការសហការឬក៏គ្រប់គ្រងពីនរណាគេទេនិយាយដោយខ្លីគឺយើងអត់មានបានជំនួយពីនរណាគេម្នាក់តតែសោះហើយខ្ញុំអត់ដឹងថាអ្វីដែលខ្ញុំធ្វើនឹងអ្នកណាខ្លះដែលគាត់ចាប់អារម្មណ៍ចង់ចូលរួមសហការក៏ខ្ញុំអត់មានដែរចឹងខ្ញុំចាប់ផ្ដើមធ្វើតែឯងតែអ្វីដែលសំខាន់គឺខ្ញុំលើកទឹកចិត្តខ្លួនឯងថាទោះបីជាយើងចាប់ផ្ដើមតែឯងអត់មានអ្នកសហការប៉ុន្តែសង្ឃឹមថាអ្វីដែលយើងធ្វើនឹងមានការគ្រប់គ្រងពីបងប្អូនជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកំពង់ចាមនឹងពេលដែលខ្ញុំចាប់ផ្ដើមភាគច្រើនពាក្យសម្ដីដែលខ្ញុំបានឮមកណាគេប្រាប់ខ្ញុំគេថាអូយទៅចាប់ផ្ដើមធ្វើអីបណ្ណាល័យមនុស្សសម័យឥឡូវគ្មានពីណាគេអានសៀវភៅទេទាំងចាស់ទាំងក្មេងគេមើលតែទូរស័ព្ទចឹងយើងបើកបណ្ណាល័យទៅគ្មានពីណាគេគ្រប់គ្រងគ្មានពីណាគេមកមើលសៀវភៅទេព្រោះអីវាមិនមែនជារឿងដែលគេធ្វើបច្ចុប្បន្ននឹងទេហើយអ្នកខ្លះទៀតក៏គាត់និយាយថាហេតុអីមកធ្វើរឿងចឹងដែលយើងខ្លួនឯងនេះយើងមិនតាន់ទាំងជោគជ័យផងយើងមិនតាន់ទាំងរលួយបានអីជាធំដុំផងហេតុអីយើងមកហ៊ានលះបង់ធ្វើរឿងដល់ថ្នាក់ហ្នឹងខ្ញុំនិយាយហ្នឹងមិនថាខ្ញុំអីលះបង់អីណាធំធេងទេបងប្អូនទាំងអស់គ្នាគ្រាន់តែជាចំណែកមួយដែលខ្ញុំគិតថាវាស្ថិតនៅក្នុងអធិពលដែលខ្ញុំអាចធ្វើបានហេតុអីក៏ខ្ញុំមិនធ្វើទៅហេតុអីខ្ញុំត្រូវអនុញ្ញាតឲ្យអ្នកផ្សេងគេមកប្រាប់ខ្ញុំថាធ្វើរឿងហ្នឹងវាមិនល្អទាំងដែលរឿងដែលខ្ញុំកំពុងតែធ្វើហ្នឹងគឺជារឿងដើម្បីជួយដល់សង្គមពីព្រោះអីចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំគឺជាមនុស្សម្នាក់ដែរចូលចិត្តអានសៀវភៅហើយខ្ញុំឃើញថាការអានសៀវភៅវាបានផ្លាស់ប្រែចិត្តគំនិតនិងអត្តចរិតរបស់ខ្ញុំច្រើនមែនតើពីក្មេងម្នាក់ដែលយើងអត់សូវមានចំណេះដឹងទី1យើងទទួលបានចំណេះដឹងច្រើនហើយនៅពេលដែលយើងទទួលបានចំណេះដឹងហើយយើងខ្លាចទៅជាមនុស្សម្នាក់ដែលយើងមានចិត្តបើកចិត្តទូលាយមើលឃើញពិភពលោកក្នុងទម្រង់មួយផ្សេងទៀតដែលពីមុនមកយើងអត់ដែលឃើញហើយនៅពេលដែលយើងអានសៀវភៅបានច្រើនជាពិសេសនៅពេលដែលយើងចេះភាសាមួយទៀតគឺភាសាអង់គ្លេសដែលខ្ញុំតែងតែចែករំលែកនៅក្នុងវីដេអូរបស់ខ្ញុំហើយខ្ញុំបានអានសៀវភៅផ្សេងច្រើនវាអភិវឌ្ឍខ្លួនឯងបានច្រើនវាធ្វើឲ្យខ្ញុំស្គាល់ពិភពលោកនឹងកាន់តែធំដែលពីមុនមកខ្ញុំអត់ដឹងថាពិភពលោកវាធំធេងហើយស្រស់ស្អាតប៉ុណ្ណឹងឯងប៉ុន្តែតាមរយៈសៀវភៅវានាំខ្ញុំទៅដល់កន្លែងជាច្រើនដែលខ្ញុំនឹកស្មានមិនដល់មិនត្រឹមតែប៉ុណ្្នឹងទេអត្ថប្រយោជន៍នៃការអានសៀវភៅវាជួយខ្ញុំបានច្រើនលើសពីនឹងទៅទៀតដូចជាមិត្តភ័ក្តិដ៏ល្អមួយនៅជាមួយនឹងខ្ញុំពេលដែលខ្ញុំមានបញ្ហាឬក៏ខ្ញុំឆ្ងល់រឿងអីមួយខ្ញុំអាចបើកសៀវភៅហើយរៀនអំពីបញ្ហាទាំងអស់ហ្នឹងឬក៏របៀបដោះស្រាយបញ្ហាថាវាយ៉ាងម៉េចអីយ៉ាងម៉េចគឺវាមាននៅក្នុងសៀវភៅមួយទៀតនៅពេលដែលខ្ញុំអានសៀវភៅវាជួយឲ្យអារម្មណ៍របស់ខ្ញុំស្ងប់ចេះផ្ដោតការយកចិត្តទុកដាក់ទៅលើរឿងអីមួយបានច្រើនជាងមុនហើយជាពិសេសវាជួយឲ្យបញ្ហាផ្លូវចិត្តបញ្ហាខួរក្បាលរបស់យើងហ្នឹងវាល្អប្រសើរជាងមុនដូចថានៅពេលដែល stress អីខ្ញុំមានវិធីមួយគឺខ្ញុំអាចអានសៀវភៅបានដោយសារខ្ញុំដឹងអំពីរបៀបនៃការអានពីព្រោះការអានវាមានលក្ខណៈផ្សេងពីគ្នាហើយសៀវភៅដែលយើងអានក៏មានប្រភេទខុសៗពីគ្នាដែរដូច្នេះហើយនៅពេលដែលខ្ញុំ stress ឬក៏អីខ្ញុំត្រូវការវិធីសាស្ត្រមួយដើម្បីបន្ធូរអារម្មណ៍និងជួយខ្លួនឯងការអានគឺជាវិធីសាស្ត្រមួយនៅក្នុងការជួយខ្ញុំ
ចឹងដោយសារតែអត្ថប្រយោជន៍មួយចំនួនដែលខ្ញុំរៀបរាប់ខាងលើហ្នឹងខ្ញុំក៏បានសម្រេចចិត្តថាខ្ញុំចង់ថ្ងៃណាមួយខ្ញុំចង់មានបណ្ណាល័យហើយឥឡូវហ្នឹងក៏វាចាប់ផ្ដើមចេញជារូបរាងបដាហើយបងប្អូនទាំងអស់គ្នាកំពុងតែរៀបចំដូចនៅក្នុងវីដេអូហ្នឹងបងប្អូនឃើញហ្នឹងឥឡូវទើបតែទទួលបានទូសភៅដាក់ចូលផ្ទះហ្នឹងហើយផ្ទះហ្នឹងគឺជាកន្លែងដែលខ្ញុំជួលហើយផែបងប្អូនខ្លះគាត់នៅកំពង់ចាមគាត់សួរថាទីតាំងនៅណាទីតាំងផ្ទះហ្នឹងគឺនៅគោលស្ពានកំពង់ចាមគេហៅថានៅផ្លូវកណ្ដាលណាបើសិនបងប្អូនស្គាល់មីហិលនៅគោលស្ពានគេហៅមីហិលសេអ៊ូ7កម្រិតគឺផ្ទះហ្នឹងនៅទល់មុខនឹងមីកន្លែងមីហិលហ្នឹងហើយអត់តាន់លើកផ្លាកអត់តាន់អីទេឥឡូវកំពុងតែរៀបចំហើយដូចឃើញអញ្ចឹងសកម្មភាពនៅក្នុងរូបភាពហ្នឹងគឺកំពុងតែតម្លើងទូហើយជាងគាត់ទៅធ្វើទូបានយកមកឥឡូវខ្ញុំចាប់ផ្ដើមសម្អាតទូនឹងចាប់ផ្ដើមអីហើយបន្តិចទៀតដោយសារយើងខ្លួនឯងអញ្ចឹងតែឯងវារៀងយឺតតិចបងប្អូនទាំងអស់គ្នានៅក្នុងការរៀបចំហើយបើកដំណើរការលឿនយើងអត់ទាន់ដឹងថាពេលណាទេដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំតែឯងប៉ុន្តែខ្ញុំនឹងបន្តដើម្បីផ្ដល់ព័ត៌មានដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនបងប្អូនទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមបងប្អូនតាមដាន page របស់ខ្ញុំទៅពេលក្រោយៗទៀតខ្ញុំនឹងជំរាបប្រាប់បងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបានទូហើយនៅមានសភៅអញ្ចឹងខ្ញុំមានសភៅមួយចំនួនធំដែលសភៅមួយចំនួនធំហ្នឹងគឺជាសភៅរបស់ខ្ញុំផ្ទាល់អញ្ចឹងទៅខ្ញុំមាននៅពេលដែលខ្ញុំរៀននៅអាមេរិកក៏ខ្ញុំបានផ្ញើសភៅទាំងអស់ហ្នឹងមកហើយសភៅនឹងទៀតសោតនៅក្នុងសភៅនឹងភាគច្រើនគឺជាសភៅភាសាអង់គ្លេសដោយសារតែខ្ញុំអានជាភាសាអង់គ្លេសណាមួយទៀតនៅពេលដែលខ្ញុំបើកបណ្ណាល័យនឹងខ្ញុំអត់ចង់មានតែសភៅខ្មែរសុទ្ធទេខ្ញុំនឹងបដោតទៅលើសភៅខ្មែរផងសភៅភាសាអង់គ្លេសផងសម្រាប់អ្នកទាំងឡាយណាដែលគាត់ចង់ពង្រឹងភាសារបស់គាត់ណាមួយទៀតសភៅភាសាអង់គ្លេសមានសភៅច្រើនដែលជាសភៅល្អហើយសភៅភាគច្រើនគឺជាសភៅដែលខ្ញុំអានហើយសភៅមួយចំនួនតូចទៀតគឺជាសភៅជាភាសាខ្មែរដែលខ្ញុំរកបាននៅទីហ្នឹងហើយសភៅដែលខ្ញុំអានហើយដូចគ្នានឹងសភៅខ្លះទៀតជាសភៅជាភាសាខ្មែរដែលខ្ញុំទើបតែទិញក្នុងរយៈពេល1ខែហ្នឹងពេលដែលខ្ញុំមកដល់ដោយសារខ្ញុំអត់ទាន់បានរៀបសភៅហើយបែងចែកសភៅនឹងទៅតាមប្រភេទរបស់វាទេដូច្នេះហើយខ្ញុំអត់ទាន់ដឹងច្បាស់ទេថាសភៅទាំងអស់ដែលខ្ញុំមាននឹងមានប្រមាណក្បាលប៉ុន្តែខ្ញុំគិតថាប្រហែលជាអាចខ្ទង់200ក្បាលតែប៉ុណ្ណឹងដូច្នេះហើយខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះហើយចាប់អារម្មណ៍ចង់ចូលរួមជាមួយនាងខ្ញុំនៅក្នុងគម្រោងមួយនេះបងប្អូនទាំងអស់គ្នាអាចចូលរួមជាមួយនឹងនាងខ្ញុំបានដោយបងប្អូនទាំងអស់គ្នាអាចបរិច្ចាគសភៅណាដែលបងប្អូនអានហើយបងប្អូនគិតថាជាសភៅដែលបងប្អូនចូលចិត្តហើយជាសភៅដែលល្អសម្រាប់ដល់បងប្អូនឬក៏បងសាធារណជនដើម្បីអានបង្កើនចំណេះដឹងបន្ថែមទៀតបងប្អូនអាចបរិច្ចាគសភៅនេះមកកាន់នាងខ្ញុំបានដោយតាក់ទងនាងខ្ញុំតាមរយៈ page នេះឬក៏តាមរយៈ Telegram ដែលនាងខ្ញុំនឹងដាក់ link Telegram របស់ខ្ញុំនៅខាងក្រោមខ្ញុំដឹងថាការងារមួយបើសិនយើងធ្វើតែឯងវាជាការងារមួយដែលច្រើនហើយវាអាចជាបន្ទុកធ្ងន់សម្រាប់មនុស្សតែម្នាក់ប៉ុន្តែនៅពេលដែលយើងមានមនុស្សចូលរួមឲ្យបានច្រើនបន្ទុកនោះឬក៏ការងារនោះវានឹងអាចធូរស្រាលទៅបានអាស្រ័យដូចនេះហើយនាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគាំទ្រហើយចូលរួមនៅក្នុងកិច្ចការមួយនេះជាមួយនឹងនាងខ្ញុំដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសហគមន៍ឬក៏នៅក្នុងប្រទេសជាតិរបស់យើងទាំងអស់គ្នាយើងសុទ្ធតែមានឥទ្ធិពលដើម្បីអាចជួយផ្លាស់ប្ដូរសង្គមជាតិយើងឲ្យមានភាពរីកចម្រើននិងមានភាពវិជ្ជមានតាមដែលយើងទាំងអស់គ្នាអាចធ្វើទៅបានហើយកិច្ចការមួយនេះគឺជាកិច្ចការមួយដែលបងប្អូនទាំងអស់គ្នាអាចចូលរួមចំណែកជាមួយនឹងនាងខ្ញុំបានហើយយើងទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីឲ្យយើងអាចបង្កើតទម្លាប់នៅក្នុងការអាននៅក្នុងសង្គមរបស់យើងជាពិសេសនៅក្នុងខេត្តកំពង់ចាមដោយសារខេត្តកំពង់ចាមជាខេត្តមួយដែលមានសក្តានុពលមានយុវជនច្រើនមែនទែនដូច្នេះហើយសង្ឃឹមថាអ្នកកំពង់ចាមនឹងចូលរួមជាមួយនឹងខ្ញុំដើម្បីឲ្យយើងទាំងអស់គ្នាអាចឲ្យខេត្តយើងទៅជាខេត្តមួយដែលល្អរីកចម្រើននិងមានធនធានមនុស្សកាន់តែល្អលើសពីនេះទៅទៀតវាធ្វើឲ្យខ្ញុំនឹកឃើញដល់សុភាសិតខ្មែរយើងដែលនិយាយថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ចឹងហើយបើសិនជាយើងទាំងអស់គ្នាយើងចង់រស់នៅមានភាពរីកចម្រើនសុខដុមរមនាជាមួយនឹងគ្នាតោះតែយើងចេះមានភាពសាមគ្គីគ្នាវិញជាធ្លុងមួយដើម្បីជួយយើងទាំងអស់គ្នាឲ្យរីកចម្រើនបន្ថែមទៀតនៅក្នុងសង្គមឬក៏សហគមន៍ដែលយើងរស់នៅដូច្នេះហើយខ្ញុំនៅតែអំពាវនាវដល់បងប្អូនទាំងអស់គ្នាដើម្បីចូលរួមជាមួយនឹងខ្ញុំអាចបរិច្ចាគជាសភៅឬក៏បរិច្ចាគជាថវិកាឬក៏បរិច្ចាគអ្វីផ្សេងទៀតដែលបងប្អូនអាចធ្វើទៅបានដើម្បីជួយដល់គម្រោងមួយនេះឲ្យបង្កើតឡើងហើយបន្តរីកចម្រើនឡើងនិងជួយដល់
ប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកំពង់ចាមឲ្យផ្លាស់ប្ដូរទម្លាប់មកកាន់ការអានសភៅដូចនិយាយម្ដងហើយម្ដងទៀតថាការអានសភៅគឺជារឿងល្អហើយវាជួយយើងច្រើនបានមែនតើមួយទៀតខ្ញុំចង់ផ្លាស់ប្ដូរនៅផ្នែកគំនិតដែលគិតថាសម័យឥឡូវគ្មាននរណាគេអានសភៅទេមួយមើលតែទូរស័ព្ទពីព្រោះអីខ្ញុំដឹងថាសម័យឥឡូវគឺម្នាក់កាន់ទូរស័ព្ទមើលតែទូរស័ព្ទមែនប៉ុន្តែខ្ញុំក៏ដឹងដែរថានៅមានអ្នកខ្លះទៀតដែលគាត់ជាអ្នកដែលចូលចិត្តអានសភៅហើយប្រសិនបើមិនសូវមានអ្នកអានសភៅទេហេតុអីយើងទាំងអស់គ្នាមិនចូលរួមហើយផ្លាស់ប្ដូរទម្លាប់មួយនឹងឡើងយើងសហការគ្នាដើម្បីឲ្យយើងបង្កើតជាទម្លាប់ល្អនៅក្នុងសហគមន៍របស់យើងទាំងអស់គ្នាហើយជាចុងក្រោយនាងខ្ញុំក៏ចង់អរគុណដល់មិត្តភ័ក្តិមួយចំនួនតូចហើយអ្នកដែលខ្ញុំស្គាល់មួយចំនួនតូចដែលខ្ញុំស្និទ្ធនឹងខ្ញុំហើយបន្តលើកទឹកចិត្តខ្ញុំដើម្បីធ្វើកិច្ចការមួយនេះដោយសារតែកម្លាំងចិត្តនិងការលើកទឹកចិត្តរបស់ពួកគាត់ទើបធ្វើឲ្យខ្ញុំបន្តធ្វើរឿងនេះមកដល់សប្តាហ៍ថ្ងៃនេះទោះបីជាមនុស្សមួយចំនួនធំគេមិនគ្រប់គ្រងឬក៏គេនិយាយពាក្យសម្ដីមិនសូវជាលើកទឹកចិត្តខ្ញុំប៉ុន្មានប៉ុន្តែអ្នកមួយចំនួនតូចទាំងអស់នេះហើយដែលនៅផ្ដល់កម្លាំងចិត្តដល់នាងខ្ញុំទាំងអស់គ្នាអរគុណបងប្អូននេះគឺជាវីដេអូមួយដែលនិយាយអំពីសកម្មភាពខ្លះហើយជាការប្រកាសនៅក្នុងការបើកបណ្ណាល័យជាសាធារណៈនៅក្នុងខេត្តកំពង់ចាមអរគុណបងប្អូនទាំងអស់គ្នាជួបបងប្អូនទាំងអស់គ្នាបន្តទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានផ្សេងទៀត